ជំរាបសួរបងប្អូនបាទថ្ងៃនេះសម្រាប់នាំមកតាបឈូឈើណាតាបឈូឈើមួយទឹកជប៉ុនស្អាតសំរុំហើយបាទសំរុំនេះសំរុំខ្ពស់ហើយបាទហើយម៉ាក Hitachi ណាម៉ាក Hitachi នេះចូលទំហំ3តឹកបាទប្រទាណា3តឹក15ហើយកម្រាស់ហើយខ្ពស់ម៉ូដែលនេះគេហៅម៉ូដែលខ្ពស់2តឹក6អានេះយើងល្បីចោះទៀតណាល្បីទៀតមកបាទហើយចោះដល់វាអានទៅដល់2តឹក6ណាកម្រាស់នេះចូលបានក្រាស់ម៉ូដែលខ្លះចូលបាន1តឹកកន្លះម៉ូដែលនេះគឺចូលបាន2តឹក6ហើយមានសេរីអាទាញឈើទៅយឺតលឿនណាក្នុងករណីដែលឈើរឹងអីហ្នឹងមិនដឹងថាមួយណាយឺតមួយណាលឿនទេអាហ្នឹងពេលម៉ូទ័រវិលបានកាច់ចូលបានអានេះណាបាទពេលម៉ូទ័រវិលបានកាច់ទៅភ្លុកហ្មងវាមានកលាក់វាហើយមានតម្រង់ទោលនេះប្រវែងនេះគឺ1.6 ម៉ែត្រណាបាខាង8តឹក1.6 ម៉ែត្រនេះផ្លែវានៅស្អាតចេះនឹងមុតល្អណាមុតល្អបាទនេះគេសម្រាប់ពវល់មើលផ្លែអញ្ចឹងណាល្អមួយយ៉ាងដែរក្របបញ្ជាក់មកបាទមានកងតាក់មានអីចឹងហ្នឹងម៉ាក់ Hitachi កម្រនេះពួកនេះវាមិនសូវដែលទិញបានប្រហែលទេវាអត់សូវសម្បូរដែរណាបូមវាហ្នឹងមានកស៊ូមានអីស្រាប់បាទនេះល្បីមកហើយមានកស៊ូមានអីស្រាប់ណាអានេះដោយសារវាមានចំនួនចុះក្រោមទេអញ្ចឹងខ្ញុំយកឈើមកកលទេបងប្អូនយកទៅប្រើទៅដាក់ឈើកលបានប្រើបានណាដាក់ទៅដីយើងល្បីអានេះអត់អស់ទេវាទល់ដីនេះចំនួននេះល្បីនេះអញ្ចឹងយើងត្រូវកលអញ្ចឹងមកយើងតម្លាក់បានអស់បានហើយបានប៉ុណ្ណឹងទៅនេះកស៊ូវានៅស្អាតទាំង4ណានៅភ្លឹងទាំង4មកហើយមិនដែរហើយដំណើរការល្អបាទដំណើរការល្អឥឡូវខ្ញុំតេស្តម៉ូទ័រជូនណាភ្លើង100វ៉ុលសំណុំសៀននេះខ្ញុំប្រើដុំទូចមួយសាកតេស្តមើលណាមុនតូចហើយដល់ពេលយើងប្រើមែនតើមិនប្រើដុំតូចអញ្ចឹងទេបាទប្រើយ៉ាងធំព្រោះម៉ូទ័រវាធំពេលវាម៉ូទ័រវត្តនេះលុកអានេះកន្លែងកលាក់ដែលទាញឈើចូលលឿនណាកាលឡើងនេះប្រភេទបូតអញ្ចឹងវាឈើទាញទៅខ្លួនឯងហ្មងបាទទាញឈើចូលខ្លួនឯងណាវាមានកន្លែងវាទាញវាមានកស៊ូវាទាញដាក់ឈើទៅវាទាញចូលទៅតែម្ដងយើងមិនចាំបាច់រុញទេណាឲ្យតែសោកចូលទៅគឺមិនចាំបាច់រុញទេបាទដូចជាមានតែប៉ុណ្ណឹងទេបងដំណើរការស្អាតល្អណាស្អាតតែហើយទៅចាប់អារម្មណ៍អីអាចចាក់តមកបានហ្នឹងបាទតាមលេខទូរស័ព្ទនៅក្នុងវីដេអូហ្នឹងឬនៅក្នុងចំណងជើងវីដេអូបាទឬឆាតចូលក្នុង page ផ្ទាល់ក៏បានបាទសូមអរគុណបាទសូមជម្រាបលា